នៅនាងម្ចាស់ពេលនេះគ្រឿងសឹកបាននៅក្នុងដៃហើយប៉ុន្តែត្រូវប្រយ័ត្នប្រាសាទបីសាច់នៅខាងមុខនេះពោពេញទៅដោយអន្ទាក់សពគ្រប់បែបយ៉ាងបើនៅនាងដកដៃចេញពីស្រោមភ្នែកត្បូងនោះនឹងនាំផ្លូវនៅនាងកាត់ភាពងងឹតព្រះអង្គតើទ្រង់ជាអ្នកណាហេតុអ្វីបានជាទ្រង់ជាប់នៅទីនេះយើងគឺជាម្ចាស់នៃនគរនេះយើងខំមកកម្ចាត់បិសាចដើម្បីសង្គ្រោះរាស្ត្រប៉ុន្តែបែរជាត្រូវមន្តអាគមវាបាញ់បណ្ដាសាឲ្យคล้ายជាថ្មបែបនេះចូលអ្នកនាងប្រយ័ត្នបិសាចវាមិនដេកលក់ដូចយាចាស់នោះប្រាប់ទេវាកំពុងតែរងចាំនាងនៅពីក្រោយផ្ទាំងថ្មនោះរំពេចនោះសំលេងសើចក៏បន្លឺឡើងមកដល់ម្នាក់ទៀតហើយក្មេងស្រីដែលមានចិត្តបរិសុទ្ធបែបនេះគឺជារង្វាន់ដ៏អស្ចារ្យល្អបំផុតសម្រាប់យើងរឿងផ្កាឈូកក្នុងភក់ជ្រាំកាលពីព្រេងនាយមានសេដ្ឋីម្នាក់មានកូនស្រី2នាក់បងស្រីឈ្មោះបុប្ផាចំណែកប្អូនស្រីឈ្មោះកែវមณีនាងកែវមณีជាក្មេងស្រីដែលមានរូបឆោមស្រស់បំព្រងនិងមានចិត្តមេត្តាសប្បុរសខុសពីបងស្រីដែលមានចិត្តច្រណែននិងកំណាញ់នៅភូមិគ្រឹះដ៏ស្កឹមស្កៃហើយបុប្ផាកែវមณีមកចិត្តពុកបន្តិចមកកូនពេលនេះពុកចាស់ហើយជំងឺក៏បៀតបៀនខ្លាំងពុកចង់ឃើញកូនទាំងពីរស្រឡាញ់គ្នាមើលថែគ្នានិងចេះចែករំលែកដល់អ្នកដទៃដូចជាពុកធ្លាប់ធ្វើអញ្ចឹងណាកូនលោកពុកហេតុអីក៏លោកពុកចូលចិត្តនិយាយពីរឿងចែករំលែកម្លេះទ្រព្យសម្បត្តិដែលលោកពុកខំរកគឺសម្រាប់ពួកយើងសោយសុខអង្តាមើលចុះថ្ងៃមុនពុកឲ្យមានតែពួកអ្នកភូមិផ្ទះដែលឆេះនោះពុកដឹងទេថាវាស្ដាយកម្រិតណាបាទទុកឲ្យកូនទិញគ្រឿងអលង្ការបានរាប់សិបឈុតទៀតបុប្ផាអើយមាសប្រាក់ស្លាប់ទៅយកទៅមិនបានទេកូនអើយមានតែបុណ្យកុសលទេដែលតាមជាប់ខ្លួនបានលោកពុកកូនយកទឹកដូងផ្អែមៗមកជូនលោកពុកពិសាឲ្យមានកម្លាំងលោកពុកកុំបារម្ភអីកូនចាំពាក្យលោកពុកជានិច្ចចិត្តមេត្តាគឺជាទ្រព្យជាប់ខ្លួនថ្ងៃនេះកូនបានឃើញស្នាមញញឹមរបស់អ្នកភូមិកូនមានអារម្មណ៍ថាសប្បាយចិត្តជាងបានពាក់មាសទៅទៀតណាលោកពុកអើយឈឹសំដែងធ្វើជាចិត្តបនទៀតហើយឯងចង់យកចិត្តលោកពុកដើម្បីដណ្ដើមមរតកមែនទេនាងកែវមณีមើលចុះប្រឡាក់ដីដូចកូនអ្នកបំរើមិនសមថានៅក្នុងផ្ទះលោកសេដ្ឋីសោះឈប់ទៅបុប្ផាកែវមณีគេនិយាយត្រូវហើយពុកមានកាក់មាស50ចុងក្រោយនេះពុកចង់ឲ្យកែវមณีយកទៅទិញគ្រឿងអលង្ការខ្លះព្រោះកូនមិនដែលសុំអីពីពុកឡើយចំណែកបុប្ផាពុកបានឲ្យកូនច្រើនណាស់មកហើយមិនយុត្តិធម៌ទេហេតុអីក៏លោកពុកឲ្យវាច្រើនស្មើខ្ញុំដែរវាមិនអាចធ្វើស្អីសោះក្រៅពីដើរជួយអ្នកក្រអត់ប្រយោជន៍ចាំមើលចុះបើគ្មានលោកពុកម្នាក់ទៀតឯងនឹងដឹងខ្លួនថាអ្នកណាកំសត់ពិតប្រាកដបងស្រីកុំខឹងអីបើបងចង់បានប្អូននឹងឲ្យមាននេះទៅបងទាំងអស់កុំឲ្យតែបងខឹងលោកពុកអីណាព្រោះលោកពុកកំពុងតែឈឺកែវមณีអើយកូនមេត្តាពេកហើយពុកបារម្ភណាស់បើថ្ងៃណាមួយពុកលាចាកលោកនេះទៅតើកូននឹងរស់នៅយ៉ាងដូចម្ដេចបើបងស្រីកូនមានចិត្តបែបនេះនោះនាព្រឹកព្រលឹមមានអ្នកភូមិជិតខាងជាច្រើនបាននាំគ្នាមកចោមរួមនៅមាត់របងអ្នកខ្លះយួរកន្ត្រកបន្លែស្រស់ៗអ្នកខ្លះកាន់ផ្លែឈើព្រៃនិងនំចំណីប្លែកៗដែលពួកគេខំធ្វើដោយដៃកែវមณีអើយនេះជាបន្លែដែលខ្ញុំខំដាំបានផលដំបូងខ្ញុំនឹកឃើញដល់គុណកែវមณีដែលធ្លាប់ជួយផ្ដល់គ្រាប់ពូជនិងថ្នាំសង្កូវដល់កូនចៅរបស់ខ្ញុំក៏យកមកជូនពិសាខណៈនោះសំលេងសើចនិងការសរសើរមិនដាច់ពីមាត់របស់អ្នកភូមិថា
កែមនីស្អាតទាំងរូបទាំងរាងហើយស្អាតទាំងចិត្តគំនិតសមជាស្រីគ្រប់លក្ខមែនបុប្ផាដែលកំពុងអង្គុយក្បែរនោះបានឮដូច្នោះក៏ក្តៅក្រហាយពេញទ្រូងនាងដើរមកលួចសម្លឹងមើលទៅប្អូនស្រីដោយក្រសែភ្នែកកំណាចមើលចុះចរិតថោកទាបចូលចិត្តទៅលុកលំជាមួយពួកអ្នកស្រែចម្ការក្លិនខ្លួនប្រឡាក់សុទ្ធតែភក់ដីបែរជាមានគេសរសើរមិនដាច់ពីមាត់ចំណែកយើងណាក្រងមាសពេជ្រពេញខ្លួនបែរជាគ្មានអាណាងើបមុខមកមើលឡើយពួកវាភ្នែកខ្វាក់អស់ហើយមែនទេកែវមនីឯងប្រកែសម្ដែងណាស់មែនទេឯងចង់ធ្វើឲ្យអ្នករកគ្នាឃើញថាឯងល្អជាងយើងដើម្បីឲ្យពុកសរសើរឯងម្នាក់ឯងមែនទេចាំមើលចុះយើងមិនឲ្យឯងមានមុខមាត់លើសយើងនៅក្នុងផ្ទះនេះจะដាច់ខាត3ខែក្រោយមកនៅក្នុងបន្ទប់លោកសេដ្ឋីដេកនៅលើគ្រែលើកដៃដល់ញ័រទៅទ្រិចទៅត្រើកហើយកូនស្រីទាំងពីរមកក្បែរបុប្ផាកែវមនីកូនទាំងពីរចូលមកណេះមកចិត្តពុកមកកូនមើលទៅជីវិតពុកដល់ត្រើយហើយពុកមិនអាចនៅមើលថែកូនតទៅទៀតបានទេលោកពុកក៏មានប្រសាទបែបនេះអីលោកពុកត្រូវតែរឹងមាំកូនមិនទាន់បានតបស្នងសងគុណលោកពុកនៅឡើយទេបើលោកពុកទៅចោលកូនតើឲ្យកូនរស់នៅយ៉ាងម៉េចទៅមែនហើយលោកពុកអាចត្រូវសម្រាប់ឲ្យស្រួលចោះអារឿងទ្រព្យសម្បត្តិនិងផ្ទះសម្បែងពុកមិនបាច់បារម្ភទេកូនជាបងនឹងចាត់ចែងគ្រប់យ៉ាងមិនឲ្យបាត់បង់សំបីតែមួយកាក់ណាឡើយបុប្ផាអើយកូនជាបងពុកផ្ដាំឲ្យកូនស្រឡាញ់ប្អូនកែវមនីគេទន់ខ្សោយណាស់គេគ្មានចិត្តលោភលន់ដូចគេឯងទេចូលចែករំលែកទ្រព្យសម្បត្តិនិងផ្ទះសម្បែងឲ្យគេរស់នៅផងកុំធ្វើបាបប្អូនឲ្យសោះណាកូនបើមិនដូច្នោះទេវិញ្ញាណក្ខន្ធពុកនឹងមិនបានស្ងប់ឡើយចាលោកពុកក៏ដឹងហើយលោកពុកសម្រាប់ចុះកែវមនីកូនពុកទោះមានរឿងអ្វីកើតឡើងកូនត្រូវរក្សាចិត្តមេត្តាឲ្យជាប់ជានិច្ចណាកូនចិត្តល្អរមែងឈ្នះអស់មាសត្រូវកុំខឹងកុំគុំគួននឹងបងស្រីអីណាកូនទេវតានឹងតាមថែរក្សាមនុស្សល្អជានិច្ចក្រោយនិយាយផ្ដែផ្ដាំរួចហើយរំពេចនោះលោកសេដ្ឋីក៏បានស្លាប់នាគ្រានោះទៅលោកពុកកុំតែចោលកូនអីលោកពុកចាប់ហើយលោកពុកចាប់ពីពេលនេះទៅផ្ទះនេះទ្រព្យសម្បត្តិនេះគឺជាកម្មសិទ្ធិរបស់ខ្ញុំតែម្នាក់គត់កែវមនីឯងត្រៀមខ្លួនໄວបំពេញចុះចាញ់ទៅក្រោយពេលលោកសេដ្ឋីជាឪពុកបានលាចាកលោកទៅមិនទាន់ទាំងបានប៉ុន្មានថ្ងៃផងផ្ទះសេដ្ឋីដែលធ្លាប់តែមានសេចក្តីសុខក៏ប្រែជាសោកសៅនិងពោពេញទៅដោយភាពកាចសាហាវកែវមនីឯងដឹងខ្លួនទេថាចាប់តាំងពីលោកពុកស្លាប់ទៅឯងគឺជាបន្ទុកដ៏ធ្ងន់បំផុតសម្រាប់យើងឯងចាំតែស៊ីចាំតែដេកហើយយកចិត្តយកថ្នាំលោកពុកចំណែកការងារក្នុងផ្ទះសម្បែងឯងមិនដែលប៉ះពាល់ឡើយទ្រព្យសម្បត្តិទាំងអស់នេះគឺជារបស់យើងដែលខំថែរក្សាឯងគ្មានសិទ្ធិទទួលវាសំបីតែមកកាក់មាសឡើយបងស្រីអើយហេតុអីក៏បងនិយាយបែបនេះពុកទៅតែស្លាប់យើងកំពុងតែកាន់ទុក្ខសោកសៅនៅឡើយខ្ញុំមិនដែលចង់បានទ្រព្យសម្បត្តិអ្វីឡើយណាបងខ្ញុំគ្រាន់តែចង់រស់នៅក្រោមដំបូលផ្ទះជាមួយបងដើម្បីផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមកក្នុងនាមជាបងប្អូនបងកាត់តែប៉ុណ្ណោះកុំដេញខ្ញុំចេញពីផ្ទះអីណាបងស្រីយប់ប្រលប់យប់ជ្រៅណាស់ហើយតើឲ្យខ្ញុំទ្រស់នៅទីណាទៅឈប់ហើយយើងថាបងទៅយើងគ្មានប្អូនដែលទន់ជ្រាយនឹងជោគជតាអភិសិទ្ធដូចឯងទេយើងមិនខ្វល់ថាឯងទៅស្លាប់នៅទីណាឬក៏រស់នៅទីណាឡើយផ្ទះនេះគឺជាកម្មសិទ្ធិរបស់យើងតែម្នាក់គត់អ្នកបម្រើទាំងឡាយឆាប់យកអាវនិងស្បៃដែលរហែករហុយរបស់នាងបោះចេញទៅក្រៅភ្លាមហើយអូសក្បាលវាចេញឲ្យផុតពីផ្ទះរបស់យើងបើឯងនៅតែរេរានៅទីនេះ
យើងនឹងឲ្យគេវាយឯងឲ្យស្លាប់មិនខានលោកពុកអើយលោកពុកស្លាប់ទៅចោលកូនឲ្យកូននៅកំព្រាឥឡូវបងស្រីបង្កើតបែរជាដាច់ចិត្តចុងខ្នងមិនដេញកូនចេញទៅទាំងកណ្ដាលអាត្រៀតមកកុសលផលបុណ្យដែលកូនបានសាងមកមានពិតមែនមេត្តាជួយថែរក្សាកូនកុំឲ្យមានគ្រោះថ្នាក់ក្នុងព្រៃជ្រៅនេះផងចុះនាងកែវមណីត្រូវបានអ្នកបម្រើអូសដៃចេញពីផ្ទះទាំងកំរោលហើយនាងក៏បានដើរទៅក្នុងព្រៃជ្រៅអស់ជាច្រើនម៉ោងហើយចៃដន្យនាងបានឃើញផ្សែងភ្លើងហុយខ្មួលខ្មាញ់ចេញពីអាស្រមបុរាណមួយដោយមិនខ្លាចគ្រោះថ្នាក់កែវមណីក៏បានរត់ទៅក្បែរនោះរួចដងទឹកពីអូរមកជះពន្លត់ភ្លើងភ្លាមនោះក៏មានទេវតាមួយអង្គចម្រើនពរនាងកែវមណីមនុស្សស្រីដែលមានចិត្តមេត្តាដ៏បរិសុទ្ធកុំភ័យខ្លាចអីយើងគឺជាទេវតារក្សាព្រៃភ្នំនៅទីនេះយើងតាមមើលទង្វើរបស់នាងតាំងពីឈានជើងចូលមកក្នុងព្រៃនេះម្ល៉េះលោកម្ចាស់ទេវតាជាទីគោរពកូនសូមក្រាបថ្វាយបង្គំកូនគ្រាន់តែជាមនុស្សស្រីកំសត់ម្នាក់ដែលត្រូវបងស្រីដេញចេញពីផ្ទះគ្មានទីពឹងផ្អែកកាលបើឃើញភ្លឹងឆេះអាស្រមរបស់លោកម្ចាស់កូនមិនអាចឈរមើលនឹងភ្នែកបានទេទើបខំប្រឹងជួយតាមកម្លាំងដែលកូនមានមនាលកែវមណីមនុស្សដែលធ្វើអំពើល្អដោយមិនបាច់ឲ្យគេដឹងតែងតែមានទេវតាដឹងឮជានិច្ចនាងបានសង្គ្រោះអាស្រមស័ក្តិសិទ្ធិរបស់យើងក៏ដូចជាសង្គ្រោះសត្វព្រៃទាំងឡាយពីមហន្តរាយដែរដើម្បីតបស្នងនឹងទឹកចិត្តដ៏ថ្លៃថ្លានេះយើងនឹងប្រទានពរជ័យឲ្យនាងសម្រេចបំណងប្រាថ្នាទិព្វ3យ៉ាងទោះជានាងចង់មានមាសប្រាក់សេចក្តីសុខឬអំណាចអ្វីក៏ដោយក៏យើងនឹងឲ្យនាងតាមបំណងដែរលោកម្ចាស់ទេវតាពរជ័យនេះពិតជាធំធេងណាស់សម្រាប់ជីវិតកូនកូនមិនដឹងថាគួររកពាក្យអ្វីមកថ្លែងអំណរអគុណឲ្យសមនោះទេចូលនាងចងចាំឲ្យច្បាស់ពរជ័យនេះមានប្រសិទ្ធភាពតែ3លើកប៉ុណ្ណោះមុននឹងនាងបួងសួងសុំអ្វីមួយចូលគិតឲ្យបានគ្រប់ជ្រុងជ្រោយថាតើអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតនាងនិងអ្នកដទៃកុសលនឹងការពារនាងចូលនាងបន្តដំណើរដោយសេចក្តីក្លាហានចុះគ្រាន់តែពុលចប់ភ្លាមរូបរាងទេវតាក៏រលាយបាត់ទៅក្នុងពពកនាងកែវមណីមានអារម្មណ៍ថារាងកាយរបស់នាងស្រាលស្រឡះហើយកម្លាំងចិត្តក៏រឹងមាំជាងមុននាងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតនាងបានឃើញទិដ្ឋភាពដ៏គួរឲ្យខ្លោចចិត្តលោកយាយលោកតាហេតុអីបានជាអ្នកទាំងអស់គ្នាមកអង្គុយហាលភ្លៀងទាំងជប់អាត្រៀតបែបនេះតើផ្ទះសម្បែងរបស់អ្នកទាំងអស់គ្នានៅឯណាក្មួយស្រីអើយពួកយើងគ្មានផ្ទះគ្មានសម្បែងសម្រាប់ជ្រកកោនទៀតទេផ្ទះស្លឹកចាស់ជរារបស់យើងត្រូវបានខ្យល់កន្ត្រាក់បក់បោករលំខ្ទេចគ្មានសល់ពេលនេះសំបីតែបាយមួយចានក៏កូនយើងមិនបានហូបដែរពួកយើងបានតែអង្គុយរងចាំសេចក្តីស្លាប់នៅក្រោមដើមឈើនេះតែប៉ុណ្ណោះមិនអីទេលោកយាយលោកតាសូមអ្នកទាំងអស់គ្នាឈប់យំទៅខ្ញុំមិនអាចឈរមើលអ្នកទាំងអស់គ្នាវេទនាបែបនេះបានទេទោះបីជាខ្ញុំខ្លួនមួយកំពុងតែជាប់ទុក្ខលំបាកក៏ខ្ញុំមិនអាចបោះបង់អ្នកដែលលំបាកជាងខ្ញុំចោលដែរកែវមណីក៏នឹកឃើញដល់ពាក្យសន្យារបស់ទេវតានាងលុតជង្គង់រួចបួងសួងលោកម្ចាស់ទេវតាជាទីគោរពនេះគឺជាបំណងប្រាថ្នាទី1របស់កូនកូនមិនសុំមាសសុំប្រាក់សម្រាប់ខ្លួនឯងឡើយប៉ុន្តែសូមឲ្យគ្រួសារកំសត់មួយនេះមានផ្ទះដ៏កក់ក្ដៅសម្រាប់ជ្រកកោនមានសម្លៀកបំពាក់ថ្មីសម្រាប់បិទបាំងរាងកាយនិងមានអាហារបរិបូរណ៍សម្រាប់បរិភោគ
កុំឲ្យក្មេងៗទាំងនេះឃ្លានតទៅទៀត តើមានរឿងអីកើតឡើងនឹងហេតុអីបានជាខ្ញុំមានអារម្មណ៍ថាកក់ក្ដៅហើយមានក្លិនអាហារក្រអូបឈ្ងុយឈ្ងប់បែបនេះកូនស្រីអើយនាងគឺជាទេវតាចុះមកជួយពួកយើងមែនទេ ទេលោកតាខ្ញុំគ្រាន់តែជាអ្នកធ្វើដំណើរម្នាក់ប៉ុណ្ណោះនេះគឺជាផលបុណ្យរបស់អ្នកទាំងអស់គ្នាដែលធ្លាប់បានសាងមកទើបទេវតាជួយសង្គ្រោះសូមអ្នកទាំងអស់គ្នាចូលទៅសម្រាកនិងបរិភោគឲ្យបានឆ្អិតចុះព្រឹកស្អែកខ្ញុំនឹងបន្តដំណើរទៅមុខទៀត គ្រូសាននោះបានសំពះអរគុណកែវមណីមិនដាច់ពីមាត់និងបានហៅនាងឲ្យសម្រាកនៅក្នុងផ្ទះថ្មីនោះជាមួយគ្នាកែវមណីមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងព្រឹកស្អែកឡើងនាងបានដើរបន្តនិងបានប្រទះឃើញក្មេងប្រុសម្នាក់ឈ្មោះសុកអាយុប្រហែលជាង10ឆ្នាំជើងទាំងពីររបស់គេខ្វិនមិនអាចឈរឬដើរបានដូចក្មេងដទៃឡើយ ប្អូនប្រុសហេតុអីបានជាប្អូនមកអង្គុយលើដីទាំងកម្ដៅថ្ងៃបែបនេះតើឪពុកម្ដាយប្អូននៅឯណាបងស្រីអើយខ្ញុំជាក្មេងកំព្រាគ្មានឪពុកម្ដាយទេខ្ញុំរស់នៅអាស្រ័យលើអាហារវត្តនិងការដាក់ទានពីអ្នកភូមិប៉ុណ្ណោះជើងរបស់ខ្ញុំខ្វិនតាំងពីកំណើតម្ល៉េះខ្ញុំមិនអាចរត់លេងឬធ្វើការអ្វីបានឡើយខ្ញុំគ្រាន់តែប្រាថ្នាចង់ឈរឲ្យត្រង់ខ្លួននិងដើរបានដូចគេឯងតែប៉ុណ្ណោះប៉ុន្តែប្រហែលជាជាតិនឹងខ្ញុំគ្មានវាសនាទេបងស្រី កែវមណីឮដូច្នោះក៏កើតចិត្តរំជួលចិត្តជាខ្លាំងនាងនឹកឃើញដល់ពរជ័យទី2របស់ទេវតាភ្លាម អោលោកម្ចាស់ទេវតាជាទីគោរពនេះគឺជាបំណងប្រាថ្នាទី2របស់កូនក្មេងប្រុសម្នាក់នេះមានចិត្តល្អប៉ុន្តែជោគវាសនាបានធ្វើបាបគេឲ្យរងទុក្ខពិការភាពកូនសូមបួងសួងឲ្យជើងទាំងពីររបស់គេមានកម្លាំងរឹងមាំសូមឲ្យគេអាចក្រោកឈរនិងរត់លេងបានដូចក្មេងដទៃដើម្បីឲ្យគេមានអនាគតដ៏ភ្លឺស្វាងផងចុះ រំពេចនោះរាងកាយរបស់ក្មេងក៏ប្រែជារឹងមាំឡើងវិញ បងស្រីជើងរបស់ខ្ញុំមានអារម្មណ៍ថាដូចជាមានកម្លាំងប្លែក សុកចាប់ផ្ដើមច្រត់ដៃក្រោកឈរឡើងយឺតយឺតគេសាក់លបងបោះជំហានមួយជំហានពីរជំហានរហូតអាចរត់បានយ៉ាងលឿន អ្នកភូមិអើយជើងខ្ញុំជាហើយខ្ញុំអាចដើរបានហើយ អរគុណបងស្រីណាស់បងគឺជាទេពធីតាចុះមកជួយសង្គ្រោះជីវិតខ្ញុំមែនប្អូនប្រុសនេះគឺជាផលនៃសេចក្តីល្អរបស់ប្អូនទើបទេវតាប្រទានពរឲ្យចូលប្រើជើងទាំងពីរនេះដើរទៅក្នុងផ្លូវល្អណាស់ ព្រឹកថ្ងៃបន្ទាប់កែវមណីបានធ្វើដំណើរបន្តទៀតនៅចុងភូមិអាឆ្មាអត់ប្រយោជន៍គ្រាន់តែកណ្ដុរមួយក៏ឯងមិនហ៊ានចាប់ដែរទុកឯងនាំទៅអស់បាយទីចេញទៅចេញឲ្យផុតពីផ្ទះអញភ្លាមទៅ ឈប់សិនលោកអ៊ំហេតុអីក៏លោកអ៊ំដាច់ចិត្តវាយធ្វើបាបសត្វធាតុដែលគ្មានផ្លូវតវ៉ាបែបនេះបើលោកអ៊ំមិនត្រូវការវាទេសូមប្រគល់វាមកឲ្យខ្ញុំចុះកុំសម្លាប់វាអី បើនាងឯងចង់បានយកអាឆ្មាអត់បានការនេះទៅចុះយកវាទៅឲ្យឆ្ងាយពីមុខយើងទៅកែវមណីបានយកអាហារឲ្យឆ្មានោះស៊ីរំពេចនោះរឿងដ៏អស្ចារ្យមួយបានកើតឡើងឆ្មានោះស្រាប់តែនិយាយភាសាមនុស្សបានយ៉ាងច្បាស់អរគុណអ្នកនាងម្ចាស់កែវមណីណាស់ដែលបានជួយសង្គ្រោះជីវិតខ្ញុំតាមពិតទៅខ្ញុំគឺជាឆ្មាដែលត្រូវបានដាក់បណ្ដាសាឲ្យមកនៅភពមនុស្សខ្ញុំមិនសម្លាប់សត្វលោកតាមបរិសម្នាក់នោះបញ្ជានោះទេទើបត្រូវគេវាយធ្វើបាបបែបនេះចាប់ពីពេលនេះទៅខ្ញុំនឹងតាមបម្រើអ្នកនាងម្ចាស់ដើម្បីតបស្នងគុណវិញ ពុទ្ធោអើយអាចចាត់និយាយផងឯងល្អណាស់បើចង់ទៅជាមួយយើងក៏ទៅចុះយើងនឹងមើលថែរក្សាគ្នាទៅវិញទៅមកចៅស្រីអើយយាយសូមប្រមានចៅកុំបន្តដំណើរទៅភ្នំខាងមុខនោះអីនៅទីនោះមានប្រាសាទបីសាយកំណាព្យមួយវាមានដំបងសិលមហិមាដែលសំបីតែទេវតាក៏ពិបាកនឹងតទល់ដែរបីសាច់នោះបានចាប់កូនស្រីអ្នកស្រុកយកទៅបង្ខាំងទុកអស់ជាច្រើនអ្នកហើយអ្នកខ្លាំងដែលទៅទីនោះគ្មានអ្នកណាម្នាក់បានត្រឡប់មកវិញឡើយ
លោកយាយតើមានវិធីណាដែលអាចយកឈ្នះបិសាចនោះបានទេខ្ញុំមិនអាចឈរមើលក្មេងស្រីទាំងនោះរងទុក្ខបានឡើយបើចង់ឈ្នះចៅត្រូវតែលួចយកដំបងសិលពីដៃវានៅពេលដែលវាដេកលក់ហើយត្រូវមានគ្រឿងសត្រាវុធទើបអាចសម្លាប់វាបានប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេចៅអើយបន្ទាប់ពីលោកយាយចំណាស់បានបាត់ខ្លួនទៅឆ្មាក៏នាំកែវមณีដើរចូលទៅក្នុងច្រកភ្នំដ៏ចង្អៀតនោះអ្នកនាងម្ចាស់ឈប់សិនកុំឈានជើងទៅមុខទៀតអីមើលចុះផ្ទាំងថ្មធំនោះវាមិនមែនជាផ្ទាំងថ្មធម្មតាទេវាគឺជាថ្មសង្កត់វិញ្ញាណនៅពីក្រោមនោះហើយគឺជាកន្លែងលាក់គ្រឿងសត្រាវុធទើបប៉ុន្តែអ្នកដែលយាមវាមិនមែនជាមនុស្សឡើយរំពេចនោះស្រមោលខ្មៅស្រអាប់មួយបានផុសចេញពីផ្ទាំងថ្មកែវមณีមានអារម្មណ៍ថារាងកាយរបស់នាងត្រជាក់ស្រេបស្ទើរតែឈរមិននឹងកូនឆ្មាបើខ្ញុំមិនអាចឆ្លងកាត់វិញ្ញាណនេះទេតើឲ្យខ្ញុំទៅសង្គ្រោះក្មេងស្រីរងគ្រោះបានយ៉ាងម៉េចទៅភារកិច្ចនេះធំធេងជាងជីវិតខ្ញុំទៅទៀតអ្នកនាងម្ចាស់វិញ្ញាណនេះមិនត្រូវការឈាមទេគេត្រូវការសេចក្តីក្លាហានដែលគ្មានអាត្មានិយមចូលអ្នកនាងដើរទៅមុខឲ្យត្រង់កុំងាកក្រោយទោះបីជាឮសំឡេងអ្វីក៏ដោយកែវមณีដកដង្ហើមធំរួចបិទភ្នែកដើរសំដៅទៅមុខកែវមณีជួយផងក៏ទៅអីនាងមានអារម្មណ៍ថាមានដៃត្រជាក់មកប៉ះស្មារបស់នាងប៉ុន្តែនាងមិនងាកក្រោយឡើយនាងបានប្រើកម្លាំងបន្តិចដើម្បីរុញផ្ទាំងថ្មស្រាប់តែប្រទះឃើញហឹបឈើខ្មៅមួយដែលរុំព័ទ្ធដោយច្រវាក់មាសនៅពេលបើកហឹបនោះចេញស្រាប់តែឃើញអាវស្បៃបំបាំងកាយនិងដាវព្រះខ័នមាសនាងម្ចាស់ពេលនេះគ្រឿងសឹកបាននៅក្នុងដៃហើយប៉ុន្តែត្រូវប្រយ័ត្នប្រាសាទបីសាច់នៅខាងមុខនេះពោពេញទៅដោយអន្ទាក់សពគ្រប់បែបយ៉ាងបើអ្នកនាងដកដៃចេញពីស្រោមភ្នែកត្បូងនោះនឹងនាំផ្លូវអ្នកនាងកាត់ភាពងងឹតតោះយើងគ្មានពេលច្រើនទេយប់នេះបីសាច់នឹងចាប់ផ្ដើមពិធីជប់លៀងស៊ីសាច់មនុស្សហើយកែវមณีក្តាប់ដងដាវយ៉ាងណែននាងបានដើរកាត់តាមច្រករបៀងងងឹតនៃប្រាសាទរហូតដល់ល្អាងសិលាដ៏ធំមួយនៅក្រោមដីនាងបានឃើញរូបសំណាកថ្មជាប់នឹងជញ្ជាំងល្អាងជុំវិញទ្រង់គឺមានក្មេងស្រីជាច្រើនដែលត្រូវបីសាចស្រូបយកព្រលឹងឲ្យសន្លប់បាត់ស្មារតីព្រះអង្គតើទ្រង់ជាអ្នកណាហេតុអ្វីបានជាទ្រង់ជាប់នៅទីនេះយើងគឺជាម្ចាស់នៃនគរនេះយើងខំមកកម្ចាត់បីសាចដើម្បីសង្គ្រោះរាស្ត្រប៉ុន្តែបើជាត្រូវមន្តអាគមវាបាញ់បណ្ដាសាឲ្យคล้ายជាថ្មបែបនេះចូលអ្នកនាងប្រយ័ត្នបីសាចវាមិនដេកលក់ដូចជាចាស់នោះប្រាប់ទេវាកំពុងតែរងចាំនាងនៅពីក្រោយផ្ទាំងថ្មនោះរំពេចនោះសំលេងសើចក៏បន្លឺឡើងមកដល់ម្នាក់ទៀតហើយក្មេងស្រីដែលមានចិត្តបរិសុទ្ធបែបនេះគឺជារង្វាន់ដ៏អស្ចារ្យល្អបំផុតសម្រាប់យើងឥឡូវនេះដល់ពេលបញ្ចប់ហើយឆាប់ប្រើដំបងនោះដកបណ្ដាសាឲ្យពួកគេទៅកែវមณีយកដំបងសិលទៅប៉ះរូបសំណាកថ្មរបស់ព្រះអង្គម្ចាស់រំពេចនោះរាងកាយថ្មក៏ប្រែជាសាច់ឈាមវិញភ្លាមបន្ទាប់មកនាងក៏ប្រវីដំបងសិលជុំវិញក្មេងស្រីធ្វើឲ្យពួកគេដឹងខ្លួនឡើងវិញទាំងក្តីត្រេកអរបងស្រីអើយបងជាអ្នកសង្គ្រោះជីវិតពួកខ្ញុំអរគុណណាស់សេចក្តីក្លាហានរបស់នាងបានសង្គ្រោះនគររបស់យើងនិងជីវិតយើងសូមសន្យាថានឹងផ្ដល់នូវអ្វីគ្រប់យ៉ាងដែលនាងប្រាថ្នាកែវមณีញញឹមរួចសម្លឹងមើលទៅដំបងសិលក្នុងដៃនាងដឹងថាភារកិច្ចចុងក្រោយគឺការនាំអ្នករងគ្រោះទាំងអស់
ត្រឡប់ទៅផ្ទះវិញទេវតាអើយកូនសូមបួងសួងជាបំណងប្រាថ្នាទី3ចុងក្រោយសូមឲ្យអំណាចទឹកនៃដំបងសិលនិងពរជ័យរបស់ទេវតាជួយនាំក្មេងស្រីម្នាក់នេះនិងព្រះអង្គត្រឡប់ទៅកាន់គ្រួសារនិងនគរវិញដោយសុវត្ថិភាពភ្លាមផងចុះរស្មីពណ៌មាសបានគ្របដណ្ដប់ល្អាងទាំងមូលក្នុងមួយពព្រិចភ្នែកក្មេងស្រីទាំងអស់និងព្រះអង្គម្ចាស់ក៏បានទៅដល់ភូមិឋានរៀងខ្លួននៅរាជវាំងកែវមណីយើងបានត្រួតត្រានគរនេះអស់ជាច្រើនឆ្នាំជួបមនុស្សជាច្រើនរាប់មិនអស់ប៉ុន្តែយើងមិនដែលជួបមនុស្សស្រីណាដែលមានចិត្តក្លាហាននិងមេត្តាធម៌បរិសុទ្ធដូចជានាងឡើយនាងមិនត្រឹមតែសង្គ្រោះរូបកាយយើងពីការក្លាយជាថ្មនោះទេប៉ុន្តែនាងបានជួយសង្គ្រោះដួងព្រលឹងនៃនគរនេះទាំងមូលទៀតផងព្រះអង្គខ្ញុំម្ចាស់គ្រាន់តែធ្វើតាមសេចក្តីបង្គាប់នៃបេះដូងប៉ុណ្ណោះការបានឃើញព្រះអង្គនិងអ្នករាល់គ្នាមានសេរីភាពឡើងវិញគឺជាការតបស្នងដ៏ធំធេងទៅហើយនាងប្រហែលជាមិនដឹងទេថាកាលដែលយើងទៅជាផ្ទាំងថ្មត្រជាក់ស្រេបវិញ្ញាណរបស់យើងបានឃើញទង្វើល្អរបស់នាងគ្រប់ជំហានកែវមណីអើយបេះដូងដែលធ្លាប់តែរឹងដូចថ្មរបស់យើងឥឡូវនេះបានរលាយបាត់អស់ហើយគឺរលាយដោយសារតែកម្ដៅនៃសេចក្តីសប្បុរសរបស់នាងយើងមិនចង់ឲ្យនាងចាកចេញទៅណាទៀតទេតើនាងព្រមរស់នៅក្នុងនគរជាមួយយើងដើម្បីជួយយើងដឹកនាំប្រជារាស្ត្រដោយមេត្តាធម៌និងក្លាយជាម្ចាស់ក្សត្រីនៃបេះដូងយើងជានិរន្តរ៍បានទេអ្នកនាងម្ចាស់នេះហើយគឺជាពរជ័យទី4ដែលទេវតាមិនបានប្រាប់គឺជាពរនៃសេចក្តីស្រឡាញ់ពិតប្រាកដព្រះអង្គម្ចាស់គឺជាមនុស្សល្អចូលអ្នកនាងទទួលយកចុះព្រះអង្គខ្ញុំម្ចាស់ជាស្រីកំព្រាដែលគ្មានអ្វីជាប់ខ្លួនឡើយអរគុណទឹកប្រទ័យរបស់ទ្រង់ព្រះអង្គម្ចាស់បានដកចិញ្ចៀនត្បូងមរកតពីព្រះហស្ថរួចពាក់ឲ្យនាងកែវមណីជាសញ្ញានៃការសន្យាខណៈពេលដែលនាងកែវមណីកំពុងទទួលបានកិត្តិយសងាកមកមើលឯភូមិគ្រឹះសេដ្ឋីវិញបងស្រីចិត្តអាក្រក់ឈ្មោះបុប្ផាកំពុងតែធ្លាក់ខ្លួនក្នុងគ្រោះអាសន្នយ៉ាងវេទនាអូយព្រះអើយហេតុអីបានជាជីវិតខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះលោកពុកអើយកូនខុសហើយកែវមណីប្អូនស្រីសម្លាញ់តើឯងពេលនេះនៅណាបងពិតជាមានវិបដិសារីខ្លាំងណាស់បងបានដេញប្អូនចេញទាំងយប់អាធ្រាត្របងបានឆក់យកសេចក្តីសុខពីប្អូនឥឡូវផលកម្មវាបានមកដល់បងហើយរំពេចនោះក៏មានក្បួនដង្ហែដ៏ធំមួយធ្វើដំណើរឆ្លងកាត់ភូមិនោះបុប្ផាបានឃើញស្រីម្នាក់ក្រងគ្រឿងអលង្ការភ្លឺចិញ្ចាចអង្គុយលើគ្រែស្នែងមាសហែហោមដោយទាហាននិងអ្នកបម្រើជាច្រើននាងភ្ញាក់ផ្អើលដែលបានឃើញមនុស្សស្រីនោះជាប្អូនស្រីរបស់នាងកែវមណីប្អូនស្រីបងជួយបងផងអូនបងខុសហើយបងដឹងខ្លួនខុសហើយកែវមណីឮសំឡេងហៅក៏បញ្ឈប់ក្បួនដង្ហែរួចចុះមកមើលគ្រាន់តែឃើញបងស្រីធ្លាក់ខ្លួនវេទនាបែបនេះនាងមិនមានចិត្តខឹងសូម្បីបន្តិចផ្ទុយទៅវិញនាងបានស្ទុះទៅអោបបងស្រីទាំងទឹកភ្នែកបងស្រីហេតុអីបានជាបងទៅជាបែបនេះបងឈប់យំទៅអតីតកាលគឺជាមេរៀនពេលនេះប្អូនមិនប្រកាន់បងឡើយប្អូននឹងនាំបងទៅរស់នៅក្នុងវាំងជាមួយនឹងប្អូនចូលបងលាងជម្រះចិត្តអាក្រក់ចេញហើយរស់នៅដោយសេចក្តីមេត្តាវិញទៅចុះហើយបងក្បោប្អូនខ្លាំងណាស់កែវមណីបងអាក្រក់ដាក់ប្អូនប៉ុន្តែប្អូនបែរជាយកសេចក្តីល្អមកតបស្នងបងវិញពីថ្ងៃនេះតទៅបងសន្យាថានឹងកែខ្លួននឹងប្រើជីវិតនៅសេសសល់ពីការស្លាប់ដើម្បីសាងអំពើល្អនឹងបម្រើអ្នកដទៃដើម្បីលាងជម្រះបាបកម្មដែលបងបានសាងចាប់ពីពេលនោះមកបុប្ផាក៏បានកែខ្លួនជាមនុស្សថ្មីចេះចែករំលែកនិងមានចិត្តធម៌អ្នកភូមិទាំងឡាយដែលធ្លាប់តែស្អប់ខ្ពើមនាងក៏ចាប់ផ្ដើមស្រឡាញ់រាប់អាននាងវិញកែវមណីនិងបុប្ផា
ក៏បានរស់នៅជាមួយគ្នាដោយសេចក្តីសុខជារៀងរហូតតទៅពីក្រោយខ្ញុំមកចាំខ្ញុំជាអ្នកជញ្ជាត់ត្រី តាវីឯងអ្នកជាត់មកបើបានត្រីចាំយកមកឲ្យខ្ញុំអ្នកទុកក្នុងទ្រុងចុះ មិនអីទេយាយវាត្រៀមតែកាន់ទ្រុងនឹងទៅខ្ញុំរត់តែមកផ្លែតនឹងពេញទ្រុងឥឡូវហើយបន្ទាប់ពីតាសុកនិយាយហើយគាត់ក៏បានចិញ្ចួតត្រីដូចរាល់ដងហើយជីវិតតាយាយខ្ញុំទាំងពីរមិនដឹងថាត្រូវពឹងទៅលើស្អីទេខ្លួនកាត់តែចាស់កម្លាំងនឹងក៏ខ្សោយមិនដឹងថាត្រូវទ្រាំទ្របានប៉ុណ្ណាទៀតទេថាហើយគាត់ក៏បានចិញ្ចួតបន្តទៀតអាយ៉ាចូលត្រីហើយតើណែយាយវាយកទ្រុងមកដាក់ត្រីឲ្យលឿនមកអេតាវីត្រីនេះធំល្អណាស់តើតែប៉ុណ្ណេះណារួចមកពេលហើយតាវីមែនហើយយាយវាល្ងាចនេះយកត្រីនេះទៅអាំងឲ្យផ្អែមមាត់ម្ដងតោះតាវីខ្ញុំគិតថាពួកយើងគួរតែផ្អាករកសិនទៅចាំស្អែកចាំរកទៀតតោះយាយវាពួកយើងត្រឡប់ទៅផ្ទះវិញតែម្ដងទៅបន្ទាប់ពីរកត្រីបានបន្តិចក្រោយមកប្តីប្រពន្ធអ្នកទាំងពីរបានត្រឡប់មកផ្ទះវិញអេពូមីងថ្ងៃនេះរកត្រីបានច្រើនអត់បើថាបានច្រើនចែកឲ្យខ្ញុំខ្លះមកអូសឿនទេអីថ្ងៃនេះខ្ញុំរកត្រីបានតែបន្តិចទេចាំថ្ងៃក្រោយទៅបើសិនជាមានត្រីខ្ញុំនឹងចែកឲ្យប្អូនឯងហើយអូអញ្ចឹងមិនអីទេពូចាំថ្ងៃក្រោយក៏បានដែរអញ្ចឹងខ្ញុំមិនមានបំណងមករកត្រីតែមួយមុខទេតែដើរកាត់ផ្ទះពូហើយក៏ចូលសួរនាំទៅតែបើមានត្រីក៏សូមចែកពូខ្លះទៅណាតែបើមិនមានក៏មិនអីដែរមែនហើយរាល់ថ្ងៃរកបានគ្រាន់តែនឹងហូបអាចដោះស្រាយបានតែជីវភាពប្រចាំថ្ងៃតែមួយពេលតែប៉ុណ្ណោះទេអញ្ចឹងខ្ញុំគិតលាពូមីងទៅសិនហើយចាំថ្ងៃក្រោយពេលមានពេលទំនេរចាំមកលេងម្ដងទៀតយាយវាយកត្រីនេះទៅធ្វើម្ហូបចុះណាថ្ងៃនេះដឹងតែឆ្ងាញ់មាត់ហើយពួកយើងបន្ទាប់ពីតាសុកបានឲ្យប្រពន្ធយកត្រីទៅធ្វើម្ហូបហើយពួកគាត់ក៏បានបរិភោគបាយតាមធម្មតានៅនគរមួយដែលមានស្ដេចមួយអង្គគ្រប់គ្រងសពថ្ងៃព្រះអង្គតែងតែយកប្រតិទុកដាក់ទៅលើប្រជារាស្ត្រនិងនគររបស់ព្រះអង្គពុំមានខ្វះខាតអ្វីឡើយហើយស្ដេចអង្គនោះមិនទាន់មានមហេសីនៅឡើយទេនៅពេលដែលព្រះអង្គទំនេរព្រះអង្គចូលចិត្តទៅបរបាញ់សត្វនៅព្រៃជ្រៅទោះបីព្រៃនោះតូចធំយ៉ាងណាក៏ព្រះអង្គមិនខ្លាចដែរយើងដូចជាខានយើងចូលទៅបរបាញ់សត្វព្រៃច្រើនខែមកហើយថ្ងៃនេះយើងអបសុខខ្លាំងណាស់លោកអាមាត្យខ្ញុំគិតថាទៅបរបាញ់សត្វនៅព្រៃធំមួយដែលឆ្ងាយពីនគរនេះតើលោកមានស្គាល់ដែរទេក្រាបទូលព្រះអង្គទូលបង្គំស្គាល់ព្រៃមួយព្រៃនោះស្ថិតនៅមិនឆ្ងាយពីព្រះនគរនេះប្រមាណទេក្រាបទូលហើយព្រៃនោះមានសត្វមរឹកតូចធំជាច្រើនសម្បូរបែបខ្លាំងណាស់អញ្ចឹងចូលលោកអាមាត្យឆាប់នាំយើងទៅតែម្ដងទៅក្រាបទូលព្រះអង្គអញ្ចឹងទូលបង្គំនឹងរៀបចំខ្លួននិងសម្ភារៈចេញដំណើរទៅតែម្ដងក្រាបទូលថាហើយអាមាត្យនិងស្ដេចអង្គនោះក៏បានរៀបចំខ្លួនចេញដំណើរក្នុងពេលនោះតែម្ដងទៅលុះធ្វើដំណើរអស់មួយសន្ទុះក្រោយមកព្រះអង្គក៏យាងមកដល់ព្រៃធំមួយទីនេះហើយព្រះអង្គជាកន្លែងដែលទូលបង្គំបានទូលថ្វាយនៅទីនេះសម្បូរសត្វមរឹកតូចធំខ្លាំងណាស់ប៉ុន្មានហើយលោកអាមាត្យតាំងពីពេលដែលយើងយាងមកដល់ទីនេះយើងឃើញថានៅព្រៃនេះពិតជាស្ងប់ស្ងាត់ល្អណាស់គ្មានសំឡេងអ្វីក្រៅពីសំឡេងសត្វយំនោះទេពិតមែនហើយព្រះអង្គនៅទីនេះគ្មានសំឡេងអ្វីក្រៅពីសំឡេងសត្វបាក់សីបាក់សានោះទេតែព្រះអង្គគួរតែកុំភ្លេចប្រកាយឲ្យសោះព្រោះនៅទីនេះក៏អាចមានសត្វសាហាវមកយាយីព្រះអង្គដែរក្រាបទូលមិនអីទេលោកអាមាត្យយើងអាចការពារខ្លួនឯងបានហើយទោះជាមានសត្វអ្វីក៏ដោយបើសិនជាពួកសត្វទាំងនោះបំរុងមកយាយីយើងនោះ
យើងនឹងលើកធ្នូមកប្រហារវាហើយនៅពេលនោះក៏មានសត្វទន្សាយតូចមួយបានរត់កាត់ព្រះអង្គសត្វទន្សាយតូចនេះឯងរត់មករកសេចក្តីស្លាប់ខ្លួនឯងហើយថាហើយព្រះអង្គក៏បានលើកធ្នូមកហើយក៏បាញ់ចំត្រូវសត្វទន្សាយនោះចំតែម្ដងសត្វទន្សាយតូចយើងមើលតែឯងគួរអាណិតណាស់ហេតុអីក៏មួយរយៈនេះទោះបីជាយើងបបបាញ់សត្វនៅព្រៃហើយក៏យើងមានអារម្មណ៍ថាមិនសប្បាយហរតីសោះអញ្ចឹងតើវាគឺជាអ្វីឲ្យប្រកបទេនេះប្រហែលជាមកពីព្រះអង្គសម្រាប់មិនបានគ្រប់គ្រាន់ហើយព្រះអង្គធ្វើរាជកិច្ចច្រើនពេកទេដឹងទើបធ្វើឲ្យព្រះអង្គមិនសប្បាយហរតីបែបនេះប្រហែលជាអញ្ចឹងហើយលោកអាម៉ាតនេះយើងគិតថាយើងនឹងដោះលែងសត្វទន្សាយនេះវិញហើយព្រោះមើលទៅសត្វនេះគួរឲ្យអាណិតខ្លាំងណាស់បន្ទាប់ពីព្រះអង្គបាននិយាយរួចទ្រង់ក៏បានយាងចូលទៅក្នុងព្រះនគរវិញបាត់ទៅថ្ងៃមួយតាសុកនិងយាយសំបាននាំគ្នាទៅជញ្ជាត់ត្រីដូចរាល់ដងយាយវាអើយខ្ញុំដូចជាមិនសូវមានកម្លាំងកំហែងសោះថ្ងៃនេះវាដូចជាលហិតលហៃអស់កម្លាំងខុសពីធម្មតាតាវាអើយធ្វើម៉េចទេបើពួកយើងចាស់ណាស់ទៅហើយវ័យដូចជាពួកយើងនេះមិនសូវមានកម្លាំងកំហែងនោះទេតែធ្វើម៉េចបើនេះជាមុខរបរចិញ្ចឹមជីវិតយើងទៅហើយទោះជាឈឺថ្កាត់យ៉ាងណាក៏មានតែទ្រាំទៅឥឡូវនេះសម្រេចថាតាវាឯងទៅជញ្ជាត់ត្រីកើតឬក៏អត់មិនអីទេយាយវាខ្ញុំអាចទៅបានតោះឥឡូវយើងមានតែទៅតែម្ដងទៅកុំឲ្យថ្ងៃរាខ្ពស់ខ្លាំងពេកព្រោះរដូវនេះវាក្តៅខ្លាំងណាស់ថាហើយទាំងពីរអ្នកប្តីប្រពន្ធក៏បានកាន់ឈ្នាងមកជញ្ជាត់នៅត្រពាំងដូចរាល់ដងទេយាយវាថ្ងៃនេះដូចជាជាត់ត្រីមិនបានសោះអានេះខ្ញុំជាត់មកព្រឹកហើយនេះមិនទាន់បានត្រីមួយផងហ្នឹងយាយវាខ្ញុំក៏មិនដឹងធ្វើម៉េចដែរតាវាបើថ្ងៃនេះយើងជញ្ជាត់ត្រីមិនបានទេនោះណាអញ្ចឹងមានតែថ្ងៃនេះយើងមិនមានអ្វីសម្រាប់ធ្វើម្ហូបទេតាវាឥឡូវនេះខ្ញុំគិតថាខ្ញុំជាត់មកសន្ទុះទៀតសិនយាយវាបើសិនជាបានមិនបានយ៉ាងណានោះចាំពួកយើងត្រឡប់ទៅផ្ទះវិញក៏បានដែរតាសុកជញ្ជាត់អស់រយៈពេលមួយសន្ទុះក្រោយមកក៏នៅតែមិនបានត្រីនោះទេអើយនេះជាត់មួយថ្ងៃអត់បានត្រីហើយបែរជាមកបានសត្វខ្យងនេះទៅវិញតែមើលទៅខ្យងនេះវាដូចជាធំខុសពីធម្មតាតោះតាវាអញ្ចឹងយើងនាំគ្នាទៅផ្ទះវិញទៅបើជញ្ជាត់ត្រីមិនបានផងនោះតាសុកនិងយាយសំបានយកខ្យងនោះមកផ្ទះជាមួយខ្ញុំគិតថាយកខ្យងនេះទៅដាក់ក្នុងពាងនេះសិនទៅណាយាយវាមិនអាម៉ាចាំព្រឹកចាំយើងយកវាទៅធ្វើម្ហូបចុះអើយស្រេចតែលើតាវាឯងទៅចុះដោយអស់កម្លាំងខ្លាំងពេកតាសុកក៏បានឡើងទៅលើផ្ទះហើយសម្រាកតែម្ដងទៅយីតាវាមិនទាន់បានបាយទឹកផងដេកលក់បាត់ទៅហើយបើតាវាឯងដេកខ្ញុំក៏ដេកដែរចាំព្រឹកចាំហូបបាយតែម្ដងទៅដោយហេវហត់អស់កម្លាំងពេកទាំងពីរអ្នកតាយាយក៏បានដេកលង់លក់បាត់ទៅលុះព្រឹកឡើងភ្ញាក់ពីដំណេកប្តីប្រពន្ធទាំងពីរនេះក៏ក្រោកឡើងមកប្រទះឃើញនៅម្ហូបអាហារដែលបានរៀបចំដាក់លើតុយ៉ាងមានរបៀបរៀបរយទេហើយនេះយាយវាបានម្ហូបពីណាមកច្រើនម្ល៉េះនេះយាយវាងើបឡើងហើយនេះយាយវាឯងធ្វើម្ហូបអីច្រើនយ៉ាងនេះហ៎ពេលនោះយាយសំក៏បានឆ្លើយទៅតាសុកថាតាវាអើយយប់មិញនេះណាខ្ញុំមិនបានធ្វើម្ហូបអីទេចុះមិនបានជាព្រឹកឡើងម្ហូបទាំងអស់នេះមកពីណាច្រើនយ៉ាងនេះបើអញ្ចឹងហូបតែម្ដងទៅយាយវាអើយកុំគិតច្រើនអីព្រោះខ្ញុំដូចជាហេវខ្លាំងណាស់នេះបាយម្ហូបទាំងនេះពិតជាមានរសជាតិឆ្ងាញ់មែនតាវាពិតមែនហើយយាយវាហើយបាយម្ហូបទាំងនេះពិតជាមានរសជាតិឆ្ងាញ់មែនបើសិនជាបានហូបរាល់ថ្ងៃណាមិនដឹងថាល្អយ៉ាងណាទេ